ជំរាបសួរថ្ងៃនេះខ្ញុំចង់មក share បទពិសោធន៍ខ្លះដោយសារថ្ងៃនេះថ្ងៃ special ខ្ញុំថ្ងៃខួបកំណើតខ្ញុំ30ឆ្នាំហើយចឹងទៅខ្ញុំចង់ share បទពិសោធន៍ល្អអាក្រក់របស់ខ្ញុំដែលខ្ញុំឆ្លងកាត់ជូនទៅក្មេងជំនាន់ក្រោយឬក៏មិត្តភ័ក្ដិខ្ញុំអ្នកខ្លះដែលគាត់បានសួរខ្ញុំថាហេតុអីក៏ខ្ញុំឥឡូវផ្លាស់ប្ដូរខ្ញុំអភិវឌ្ឍខ្លាំងម៉េចអញ្ចឹងឥឡូវចំណុចសំខាន់ដែលខ្ញុំបានអភិវឌ្ឍដល់ថ្ងៃហ្នឹងគឺមាន3ចំណុចទាំង3ហ្នឹងខ្ញុំបែងចែកជាចំណុចទូចមួយទៀតចំណុចធំបំផុតគឺឆ្លាញ់ខ្លួនឯងការឆ្លាញ់ខ្លួនឯងហ្នឹងខ្ញុំបែងចែកជា3ប្រភេទដូចគ្នាទី1គឺខ្ញុំផ្ដោតតម្លៃទៅលើការសិក្សាហើយនឹងការហូបចុកនៅក្នុងខ្លួនយើងលក្ខណៈថាហើយនឹងការហាត់ប្រាណដូចគ្នាអញ្ចឹងណាហើយតមកចំណុចទី2គឺខ្ញុំឲ្យតម្លៃទៅលើការគ្រប់គ្រងលុយកាក់ការគ្រប់គ្រងលុយកាក់ដូចជាខ្ញុំធ្វើការអញ្ចឹងខ្ញុំបានចំណូលមកលុយកាក់ហើយនឹងការចំណាយខ្ញុំវិញហើយនឹងការសន្សំហើយមួយទៀតគឺការវិនិយោគទុនហើយចំណុចចុងក្រោយមួយទៀតគឺមនុស្សនៅជុំវិញខ្លួនខ្ញុំហ្នឹងក៏ខ្ញុំឲ្យតម្លៃខ្លាំងដែរដូចជាគ្រួសារខ្ញុំដៃគូ partner ខ្ញុំហើយនឹងមិត្តភ័ក្ដិខ្ញុំមនុស្សអ្នកធ្វើការជាមួយគ្នានិងបុគ្គលិកការងារមួយគ្នាឥឡូវយើង go back to ចំណុចទី1គឺការអប់រំការសិក្សាអាហ្នឹងខ្ញុំបែងចែកជា3ចំណុចធំចំណុចទី1ហ្នឹងគឺជំនាញហ្នឹងឧទាហរណ៍ខ្ញុំរាល់ថ្ងៃនេះខ្ញុំនៅទីក្រុងឌូបៃហើយនៅប្រទេសអារ៉ាប់រួមហើយខ្ញុំធ្វើការខាងអចលនទ្រព្យហើយនិយាយទៅខ្ញុំអត់មាន background ខាងអចលនទ្រព្យទេអញ្ចឹងអាហ្នឹងសំខាន់ខ្ញុំត្រូវវិនិយោគទុនហ៊ានខ្លាំងពីអាហ្នឹងហើយនៅនេះពីច្រើនគេអត់និយាយខ្មែរអត់មានអ្នកគេនិយាយខ្មែរគេនិយាយភាសាអារ៉ាប់ភាសាអង់គ្លេសហើយនឹងបើមិនជាអាចរាល់ថ្ងៃនេះខ្ញុំចេះភាសាអង់គ្លេសហើយនិងភាសាចិនប៉ុន្តែវាមិន perfect ទាំងអស់ទេអញ្ចឹងទៅខ្ញុំរាល់ថ្ងៃនេះរៀនរាល់ថ្ងៃនោះដូចគ្នាដូចចិនអង់គ្លេសអញ្ចឹងណាហើយរៀនអចលនទ្រព្យនិយាយទៅខ្ញុំត្រូវដឹងថាច្បាប់គេធ្វើអីលក់ផ្ទះគេធ្វើមិនជួលផ្ទះគេធ្វើមិនពេលឋានិនហ្នឹងក៏អត់ផេលុយធ្វើមិននិយាយទៅខ្ញុំរៀនច្រើនហើយខ្ញុំទិញ course គេខ្ញុំបានរៀនអញ្ចឹងទៅខ្ញុំឲ្យតម្លៃលើអាហ្នឹងដោយសារអីវានិយាយទៅចំណេះដឹងគឺវានៅតាមខ្លួនយើងជាប់មួយជីវិតហើយយើងទៅអត់មានណាគេលួចបានឧទាហរណ៍យើង speakable ឬក៏យើងមានលុយអញ្ចឹងគេអាចយកបានឬក៏វាអាចបាត់បង់តែបើចំណេះដឹងមួយគឺអាចបាត់បង់ហើយគឺវាតទៅមុខរហូតអញ្ចឹងអាហ្នឹងសំខាន់ខ្ញុំឲ្យតម្លៃលើហ្នឹងខ្លាំងសំខាន់បំផុតហើយយើងត្រូវដឹងថាយើងចង់បានអីយើងត្រូវចេះអីនិយាយទៅមនុស្សយើងអត់មានណាគេ no one perfect អត់មានណាគេ perfect ទេសូម្បីខ្ញុំរាល់ថ្ងៃហ្នឹងក៏ខ្ញុំមានចំណុចខ្វះខាតអ្នកខ្លះក៏មានចំណុចខ្វះខាតអញ្ចឹងយើងត្រូវដឹងថាខ្លួនឯងហ្នឹងខ្វះខាតអីគេដូចជាខ្ញុំអញ្ចឹងខ្ញុំដឹងហ្មងថាខ្លួនខ្ញុំខ្វះខាតអីគេហើយខ្ញុំត្រូវខ្ញុំដាក់ timeline ខ្លួនឯងហ្មងថាឥឡូវខ្ញុំខ្វះខាតអានេះអញ្ចឹងខ្ញុំត្រូវចំណាយពេលប្រហែលមួយខែ6ខែឬក៏មួយឆ្នាំថាអភិវឌ្ឍវាដូចគេថាចេះពេលខ្លះយើងដឹងចំណុចខ្វះខាតយើងហើយតែយើងនៅតែ skip វាដោយសារអីវាធ្វើឲ្យយើងអត់សូ comfort វាហត់អីចឹងបើតាកើតទៅបើសិនយើងចាក់អភិវឌ្ឍខ្លួនឯងគឺយើងត្រូវតែ step up និយាយទៅយើង get out of comfort zone ចឹងទៅបើសិនយើងអត់ហ៊ានផ្លាស់ប្ដូរទេគឺវានៅតែដដែលបើយើងចង់បានអ្វីដែលខុសប្លែកតែយើងនៅធ្វើសកម្មភាពដដែលសួរបានអត់បានទេដូចជាយើងមាន dream មួយចឹងថាខ្ញុំចង់បាន dream house នេះមួយអញ្ចឹងតែបើសិនយើងអត់ share វិញហងហើយយើងបាន house ហ្នឹងមកពីណាគឺកម្រដែលថាវាធ្លាក់មកពីលើមេឃហើយយើងអញ្ចឹងគេអ្នកមានគេអ្នកជោគជ័យមួយគឺគេប្រឹងមួយគឺគេប្រឹងហើយគឺគិតច្រើនដែលថាអីខ្ញុំរាល់ថ្ងៃនេះនៅទីក្រុងគេប្រទេសរីកចម្រើនអញ្ចឹងទៅខ្ញុំដឹងពីស្ថានភាពការរស់នៅគេគឺគេអត់មានដូចនេះទេគឺគេខំណាស់មួយនិយាយទៅខំរលុយខំសំលុយហើយ take care សុខភាពគេអញ្ចឹងចំណេះដឹងអ្នកខ្លះគាត់ទៅរៀនទៅបងលុយរៀនបងអីចំណេះដឹងនេះនិយាយទៅយើងកាន់តែចេះយើងកាន់តែធ្វើការបានធំកាន់តែល្អហើយចំណុចមកតបមកនឹងមួយទៀតខ្ញុំពេលខ្លះបើឧទាហរណ៍ចេះអូយបងខ្ញុំអត់មានលុយផងហើយខ្ញុំទៅរៀនមិនទៅអត់ទេនិយាយទៅយើងរៀនតាមប្រភេទនេះយើងណាឧទាហរណ៍ចេះខ្ញុំមកដំបូងក៏ខ្ញុំអត់លុយដែរអត់លុយអញ្ចឹងទៅខ្ញុំរៀនតាមណាគេខ្ញុំរៀនតាម coworker ខ្ញុំហើយនឹង colleague ខ្ញុំរៀនតាម coworker ខ្ញុំអ្នកធ្វើការមួយគ្នាខ្ញុំហើយនឹងមេខ្ញុំអញ្ចឹងណាពេលខ្លះហ
ហើយខ្ញុំ search online ស្មើលើមានទូរស័ព្ទមួយក៏បានដែរ search online chat GPT សួរខ្ញុំធ្វើមិនបើសិនយើងចង់រៀនមែនណា there's no way គឺយើង find the way រហូតហ្មងធ្វើអីក៏ដោយបើសិនយើងចង់ណាគឺដាច់ខាតគឺយើងធ្វើវាបានហើយតែកុំឲ្យថាយើងចង់ឲ្យស្ទាក់អាហ្នឹងក៏អត់កើតដែរអញ្ចឹងធ្វើអីត្រូវ 100% យើងដាក់ជាមួយខ្លួនយើងទៅមួយវាហ្មងអញ្ចឹងណាអូខេអាហ្នឹងឥឡូវខ្ញុំចូលចំណុចទី2ខ្ញុំសុខភាពផ្លូវចិត្តហ្នឹងក៏សំខាន់ដែរលក្ខណៈថាយើងមានលុយមានអីហើយតែសុខភាពផ្លូវចិត្តយើងក៏អត់កើតដែរអញ្ចឹងអាហ្នឹងនិយាយទៅអាហ្នឹងដូចជា